จุดส่วนหนึ่งสุดเองนักนี้จึงสมาคมนักเรียนมาการบิดโอทำไมจังอันนี้พอนักเรียนนักอาหารนักนี้ไปดูยังติงตำแหน่งปีประเทศจันตายจนในสกัดในยมนังใจนังไงนั่นคือเตะตอนจมูกในการทีมวยได้เป็นนิยมอาประเทศจันคือปีนต่อตัวจังยังเจอปีวิดีโอม้วนเตะตอนจมูกท้าวเอาเฉยนะจังยังกระไหลมองมือกำทีได้เป็นนิยมมวยของนักดาวิอังกฤษจีกำทีมวยเดี๋ยวล้อคนนี้ปราบรักกำทีนักบ้านของกับจีติงตำแหน่งเอเซนมีกำทีปีนต่อตัวจังยังจีจังเตะตอนจมูกกำทีปีนต่อตัวแต่หลายวิธีเจียงกำทีท้าวเบาดูตำแหน่งมวยจมูกนะ จังคือให้ตำแหน่งភាគច្រើនគឺវាមានច្រើនបែបជាប្រភេទបែប mode shoot style វាទាក់ទងជាមួយទាំងអស់ផលិតផលទាំងអស់នេះវាមានច្រើនប្រភេទច្រើនជាងថៅបោកចុងថាស្បែកជើងអញ្ចឹងវាមានច្រើន mode ច្រើនម៉ាកច្រើនប្រភេទច្រើន line ច្រើន style គឺវាមានច្រើនចឹងហើយរបស់ភាគច្រើនគឺវាផ្ដោតសំខាន់ទៅលើការភាពខ្ជុកខ្ជួតណាអញ្ចឹងតែគ្នាអាចកលែកមកកម្មវិធីពីរតនេះបានហើយតម្លៃវាក៏ពិសេសដែរអញ្ចឹងនៅក្នុងកម្មវិធីហ្នឹងខ្ញុំបានអ្នកគ្នាពីរបៀបដែលយើងឆែកមើលតំណែងប្រើប្រាស់ app ថៅបោក អញ្ចឹងដូចនៅវីដេអូមួយខ្ញុំបង្ហាញអ្នកនាងពីរបៀបដែលយើងតម្លើងកម្មវិធី PIN តតសម្រាប់ទូរស័ព្ទ Android និងរបៀបដែលយើងបង្កើតគណនី PIN តតចាំអ្នកនាងអត់ទាន់មើលវីដេអូទាំងពីរនោះទេអាចចូលទៅមើលវីដេអូទាំងអស់នោះបានខ្ញុំនឹងដាក់ link នៅក្នុង description ឬក៏ចូលទៅមើលនៅក្នុង playlist អញ្ចឹងអានេះយើងកំពុងតែនៅក្នុងកម្មវិធី PIN តតអញ្ចឹងអ្នកនាងអាចអុសមើលបានតាក់ទងជាមួយកម្មវិធីនោះវាអត់ខុសពី Taobao វិញហ្មងណាយើងអាចដឹងពី platform របស់កម្មវិធីចិនវាអត់សូវខុសគ្នាហ្មងណារាល់កម្មវិធីទិញទំនិញទាំងអស់វាតែងតែស្រដៀងគ្នាអញ្ចឹង យើងអាច search ជាវាយជាអក្សរហើយយើងអាចវាយស្វែងរកនៅកន្លែង category ឬក៏យើងអាច scan ជារូបភាពក៏បានដោយសារតែកម្មវិធីនេះវាអត់ទាន់មាន support អង់គ្លេសទេគឺវាប្រើប្រាស់ជាភាសាចិនដោយសារវាពេញនិយមនៅឯប្រទេសចិនហើយប្រជាជនភាគច្រើនគឺនៅឯប្រទេសចិនគាត់ចូលចិត្តប្រើប្រាស់ app មួយហ្នឹងដោយសារវាមានទំនិញច្រើនមុខហើយវាមានដូចខ្ញុំនិយាយចឹងរបស់វាមានច្រើន style ច្រើន mode ច្រើនអាចនិយាយថាលក្ខណៈថារបស់ដែលវាគេធ្វើចេញជា style មកខ្ជូតខ្ជួតច្រើនហើយអាចនិយាយថាពីច្រើនសម្រាប់យុវវ័យអីគាត់ចូលចិត្តទិញអាហ្នឹងដូចអាវស្បែកជើងអីវាមានច្រើន mode ច្រើនម៉ាកច្រើនប្រភេទច្រើន style អញ្ចឹងយើងអាចអុសមើលបានហើយតាក់ទងជាមួយកម្មវិធីហ្នឹងវាខុសពីពីខុសពី Taobao ទេដោយសារវាខុសគ្នាផ្នែកតាក់ទងមកតិចតួចអញ្ចឹងខាងក្រោមនេះយើងឃើញចឹងអឺកន្លែងនេះជាកន្លែងគេ live ឯកណ្ដាលកន្លែងនេះគឺជាតាក់ទងជាមួយកម្មវិធី promotion អីពិសេស ចំណែកឯកន្លែងមួយនេះរាល់ដងដែលយើងគិតថាកន្លែងហ្នឹងជាកន្លែង add to cart ប៉ុន្តែនៅក្នុងពេលទទួលវាបែរជាកន្លែងដែលទាក់ទងជាមួយ message ឧទាហរណ៍យើងត្រូវការឆាតទៅសួរហាងទាក់ទងមួយចំណុចផ្សេងកន្លែងហ្នឹងគឺជាកន្លែងដែល message center ដូចយើងឆាតទៅអ្នកលក់ឬក៏ឆាតនៅក្នុងកម្មវិធីហ្នឹងអញ្ចឹងខុសពី app Taobao ដោយសារតែពីមុនកន្លែងហ្នឹងគឺជាកន្លែង add to cart យើង add ទំនិញណាអញ្ចឹងយើងអាចអុសមើលបានប្រើប្រាស់កន្លែងនេះជាកន្លែងរើសមុខទំនិញស្វែងរកទំនិញទៅតាម category មួយដែលមាននៅខាងលើនេះ ចឹងអ្នកគ្នាអាចចូលមកមើលប្រដាប់នេះបានដូចទាក់ទងជាមួយកែវទឹកនេះវាខ្ជូតណាគឺអានេះខ្ញុំសាកសើចកែវទឹកហ្នឹងនៅក្នុងទាក់ទងជាមួយនឹង Taobao គឺអត់សូវមានទេហើយបើមានគឺតម្លៃថ្លៃមែនទែនតម្លៃគុកនេះគុណ2គុណ3ចឹងដូចខ្ញុំបញ្ជាក់ចឹងក្នុងពេលតនេះបើនិយាយពីរបស់ខ្ជូតខ្ជូតម៉ូដខ្លាយៗអ្នកគ្នាចង់បានម៉ូដខ្លាយៗខុសពីគេគឺពេលតនេះអានេះខ្ញុំចូលទៅ scan នៅក្នុង Taobao ខ្ញុំចង់ដឹងថាតម្លៃប៉ុន្មានខ្ញុំចង់ទិញតាម Taobao គឺតម្លៃគុណ2ហើយវាអត់សូវមានហាងដែលមានជម្រើសច្រើនទាក់ទងមួយប្រដាប់បែបនេះអានេះវាមានម៉ូដខ្ជូត ខ្ញុំចង់ទិញកែវទឹកដែល Kyushu ខុសពីគេដែរអញ្ចឹងទៅក៏ search នៅក្នុង Taobao គឺអត់សូវមានទេពីច្រើនគឺទៅមុខដែលគេយកទៅលក់នៅស្រុកខ្មែរតែ search មកពីរម៉ូដស្អាតៗអញ្ចឹងហើយចង់ដឹងយកទៅ search ក្នុង Taobao គឺអញនិយាយថាតម្លៃគុណ2ខ្ញុំឃើញតម្លៃវាគុណ2ហើយគឺថ្លៃទៀតហើយអត់សូវមាន mode style បែបនេះអញ្ចឹងយើងចូលមកដល់ហ្នឹងវាតាក់ទងជាមួយ description នៅផ្នែកខាងលើហើយវាភាគច្រើនវាតាក់ទងមួយតម្លៃហ្នឹងយើងកុំទាន់អាចជឿជាក់ទៅលើតម្លៃហ្នឹងដោយសារតែនៅក្នុងកន្លែងរើស តារាងដែលនៅកន្លែងដែលយើងត្រូវរើសប្រដាប់ហ្នឹងគឺវាមានជម្រើសតម្លៃជាច្រើនផ្សេងទៀតអញ្ចឹងពេលខ្លះទៅវាសរសេរបញ្ជាក់កន្លែងតម្លៃហ្នឹងថាអូខេបើសិនជាទិញ1បញ្ចុះប៉ុន្មានទិញ2វាមាន discount ពិសេសឲ្យទៀតនៅក្នុងពេលតហ្នឹងហើយបើយើងទិញ2វាអាចបញ្ចុះ1យួន2យួនទៅតាមហ្នឹងទៀតអូខេអញ្ចឹងយើងអស់មកក្រោមនេះឃើញតាក់ទងមកកន្លែងមួយនេះគឺតាក់ទងជាមួយកន្លែង review កន្លែងហ្នឹងក៏សំខាន់ដែរណាតាក់ទងដែលយើងត្រូវតែមើលទាំងអស់នេះ ឃើញមើលដោយសារតែភាគច្រើនគឺយើងដឹងហើយយើងប្រើប្រាស់ភាសាចិនអញ្ចឹងអានេះអត់សូវមាន review ហ្មងនេះអញ្ចឹងយើងអាចចូលទៅមើលលម្អិតអូខេនេះតាក់ទងមួយកំប៉ុងទឹកណាអញ្ចឹងមកដល់កន្លែងហាងនេះយើងឃើញហើយយើងដោយសារតែភាគច្រើនគឺវាប្រើប្រាស់ជាភាសាចិនអញ្ចឹងអ្វីដែលអាចជំនួយយើងបានគឺយើងត្រូវប្រើ Google Translate ដោយសារតែឃើញកន្លែងហាងហ្នឹងនេះគឺជាឈ្មោះហាងដែលយើងបម្រុងនឹងទិញអញ្ចឹងយើងអាចមើលផ្កាយហ្នឹងតែវាមានច្រើនណាស់មើលច្រើនតាក់ទងជាមួយនឹង4ឡើង
វាល្អហើយច្រើនឲ្យតែ4ឡើងគឺវាល្អអញ្ចឹងនៅខាងក្រោមហ្នឹងវាមានទិន្នន័យមួយចំនួនទៀតទាក់ទងនឹងចំនួនតំណែងដែលគេបានលក់ចាញ់ទាក់ទងជាមួយទាក់ទងជាមួយ customer ដែលគេបានទិញពីហាងហ្នឹងអញ្ចឹងអានេះគឺយើងត្រូវប្រើប្រាស់Google Translate ដើម្បី translate ទាំងអស់ហ្នឹងអញ្ចឹងនៅផ្នែកខាងក្រោមអ្នកទាំងអាចនឹងកត់សម្គាល់ទៅលើភាពខុសគ្នារវាង platform មួយហ្នឹងជាមួយនឹង Taobao អញ្ចឹងខាងក្រោមនេះគឺជាកន្លែងហាងយើងចូលទៅ store ហាងទាំងមូលហ្មងដើម្បីមើលទំនិញណាយើងអស់មើលទំនិញផ្សេងទៀតដែលមាននៅក្នុងហាងហ្នឹងតមកទៀតគឺវាដាក់បេះដូងដោយសារតែអានេះខ្ញុំដាក់បេះដូងហើយដោយសារខ្ញុំចាប់អារម្មណ៍ទៅលើកែវទឹកមិញហ្នឹងអញ្ចឹងកន្លែងនេះបេះដូងហ្នឹងបានន័យថាយើងអាចនឹងចាប់អារម្មណ៍ឬក៏យើង collect វាសិនប្រៀបបានកន្លែងដាក់បេះដូងហ្នឹងប្រៀបបានដូច add to cart ចឹងវាខុសគ្នាទាក់ទងជាមួយនឹង Taobao តិចដោយសារ Taobao វាមាន add to cart តែកន្លែងនេះគឺគេដាក់បេះដូងអញ្ចឹងអាចកត់សម្គាល់កន្លែងហ្នឹងបានអញ្ចឹងមួយវិញទៀតទាក់ទងជាមួយ message center កន្លែងនេះយើងអាច message ទៅខាងហាងឬយើងចុច buy now ក៏បានដែរអូខេនេះកន្លែងនេះយើងសាករើសមើលតម្លៃវាប្រែប្រួលទៅតាមអីអត់អានេះគឺជាព័ត៌មានទ្រឹស្ដីខ្ញុំបង្ហាញអ្នកគ្នាពីការដែលយើងរៀនប្រើប្រាស់កម្មវិធី PIN តហ្នឹងទេដោយសារវាខុសពីខាង Taobao បន្តិចអញ្ចឹងយើងអាចទៅចូលទៅមើល platform មួយនេះអូខេតាក់ទងមួយស្បែកជើងអញ្ចឹងវាមាន mode ជ្រុលៗជាច្រើនដែលច្រើន style ច្រើន mode អាចនិយាយថាបើសិនជាយើងចង់បានរបស់ប្លែកខុសគេ yes អញ្ចឹងយើងចូលមកដំបូងយើងឃើញតាក់ទងជាមួយតម្លៃអញ្ចឹងចានេះតម្លៃគេបញ្ជាក់ចឹងយើងកុំទាន់អាចជឿជាក់ទៅលើតម្លៃហ្នឹងតើយើងចុចទៅមើលកន្លែង buy now ឬក៏តាក់ទងជាមួយទៅពេលដែលយើង check out សិនតើវាតម្លៃហ្នឹងប៉ុន្មានអញ្ចឹងនៅក្រោមកន្លែងហ្នឹងផងដែរវាមានដាក់បញ្ជាក់ទេនេះអានេះជាដូច coupon offer គេចឹងណាគេដាក់បញ្ជាក់ថាអូខេបើសិនជាយើងទិញក្នុងដុល្លារចាប់ពីប្រហែលទៅយើងទទួលបានប្រហែលភាគរយបញ្ចុះតម្លៃឬក៏យើងទទួលបានការ coupon បញ្ចុះតម្លៃប្រហែលអញ្ចឹងបើយើងចុចអូខេឬក៏យើងទិញគ្រប់target របស់គេយើងអាចចុចប៊ូតុងពណ៌ក្រហមដើម្បីយើងទុកប្រើពេលដែលយើងcheck out ពេលដែលយើងទិញទំនិញណាអូខេអញ្ចឹងអូនមកទៀតយើងឃើញខាងនេះវាមានព័ត៌មានដាក់មកប្រហែលជាច្រើនអញ្ចឹងយើងចូលមកយើងឃើញ review យើងអាចអុសមើល review អញ្ចឹងដោយសារវាច្រើនយើងអាចប្រើ Google Translate ដើម្បីពិនិត្យមើលអញ្ចឹងអានេះអូខេយើងឃើញរូបភាពគេយើងអាចដឹងហើយថានេះបើសិនជាយើងទិញទៅផលិតផលដែលយើងទទួលបានមិនដែរអញ្ចឹងអានេះគឺសំខាន់ណាស់ចង់ដឹងថាអ្នកដែលទិញមុនហ្នឹងផលិតផលដែលគាត់ទទួលបានហ្នឹងវាមិនដែរនេះតើរូប style អីវាដូចអត់បើសិនភាគច្រើនយើងអាចមើលតាក់ទងជាមួយនឹងយកទូរស័ព្ទមួយទៀតឬក៏ screenshot ដើម្បីយកទៅដាក់ចូល Google Translate ដើម្បីដឹងពីចំណាប់អារម្មណ៍របស់គេពេលដែលគេបានទិញផលិតផលទាំងអស់ហ្នឹងហើយគេមានចំណាប់អារម្មណ៍យ៉ាងម៉េចតាក់ទងមួយអាហ្នឹងអូខេយើងអាចអង្គទៀតដើម្បីមកយើងមើលតាក់ទងជាមួយនឹងហាងហាងនេះគឺជាហាងដែលយើងឈ្មោះដែលលក់ផលិតផលមួយហ្នឹងអញ្ចឹងអាចមើលកំណត់សម្គាល់ទៅលើផ្កាយតើផ្កាយហ្នឹងវាបានប្រមាណបើភាគច្រើនឲ្យតែ4ឡើងគឺខ្ញុំគិតថាចាត់ទុកថាវាល្អហើយជាហាងមួយដែលយើងអាចចាត់ទុកថាវាជាហាងមួយដែលយើងអាចទុកចិត្តបានអញ្ចឹងវាមានព័ត៌មានលម្អិតជាច្រើនផ្សេងទៀតនៅក្រោមហាងហ្នឹងដែលវាតាក់ទងជាមួយផលិតផលដែលវាលក់ឬក៏តាក់ទងជាមួយនឹង customer អ្នកដែលទិញពីហាងហ្នឹងអញ្ចឹងអានេះយើងត្រូវការ Google Translate ដើម្បីបញ្ជាក់អញ្ចឹងអានេះវាមានខាងក្រោមនេះព័ត៌មានតាក់ទងជាមួយផលិតផលអញ្ចឹងយើងអាចមើលបានអញ្ចឹងពីច្រើនមើលផលិតផលអីផ្សេងៗវាទៅសេ description បន្ថែមហីអញ្ចឹងដូចខ្ញុំបញ្ជាក់អ្នកគ្នាអញ្ចឹងនៅខាងផ្នែកខាងក្រោមវាខុសពី Taobao ចឹងដោយសារតែវាមានផ្នែកមួយចំនួនដែលវាខុសវាមានប៊ូតុង buy now មានប៊ូតុង message មានប៊ូតុងដែលដាក់បេះដូងហ្នឹងគឺ collect ណាអញ្ចឹងឧទាហរណ៍ថាខ្ញុំចាប់អារម្មណ៍ផលិតផលបែកជើងមួយហ្នឹងតែខ្ញុំអត់ទាន់ស្រេចចិត្តថាទិញវាមានតែប៊ូតុង buy now នេះមានតែប៊ូតុង buy now ខ្ញុំអត់ទាន់ចង់ buy now ទេខ្ញុំចង់ចាប់អារម្មណ៍វាសិនយើងដាក់បេះដូងយើងចុចកន្លែងបេះដូងណានេះឥឡូវវាលោតចូលទៅហីអញ្ចឹងយើងត្រូវមើលឬក៏យើងចង់ចាប់អារម្មណ៍នៅក្នុងហាងហ្នឹងយើងចង់ទិញផលិតផលផ្សេងចូលមកខាងឆ្វេង store នេះមកអូខេយើងអាចចុចមើលបានយើងចង់ទិញបើជើងណាមួយទៀតមួយនេះចុះចឹងយើងអាចចុចដាក់បេះដូងមួយទៀតដើម្បីចាប់អារម្មណ៍វាសិនថាផលិតផលមួយហ្នឹងណាអញ្ចឹងយើងទៅមើលផលិតផលផ្សេងទៀតមើលនៅក្នុងនេះមានម៉ូដច្រើនមានកៅអៅអីម៉ូដច្រើនមែនតើខ្ញុំឃើញដូចយើងមើលរឿងចិនអីគឺម៉ូដ style បែបហ្នឹងដែលអ្នកគ្នាចង់បានឃើញនៅក្នុងវីដេអូចិនដែលគេពាក់កៅអៅម៉ូដប្លែកៗនេះគឺអាចរកបាននៅក្នុង Pinterest ហ្នឹងនិយាយទៅយើងបើអ្នកគ្នានេះខាសទូរស័ព្ទអីបើអ្នកគ្នារកនៅក្នុង Taobao អត់សូវមានម៉ូដឈឺស្អាតៗទេ yes អាចមករកនៅក្នុង Pinterest ហើយតម្លៃវាធូរតែអីដែលបញ្ជាក់ចឹងបើអ្នកគ្នាឃើញតម្លៃធូរអ្នកគ្នាត្រូវតែមើលបញ្ជាក់តាក់ទងមួយ review មើលតាក់ទងមួយគុណភាពអញ្ចឹងដោយសារតែរបស់វាធូរវាតែងតែមកជាមួយនឹងគុណភាពហើយអញ្ចឹងយើងអាចមើលបាននេះអញ្ចឹងពីច្រើនគេបញ្ជាក់ទៀតថាទិញប៉ុន្មានចុះតម្លៃប៉ុន្មានពីច្រើនទិញតែ2ក៏គេបញ្ចុះតម្លៃគេក្នុង1យ័ន្ត2យ័ន្តតាមហ្នឹងអញ្ចឹងសំខាន់យើងមើលតាក់ទងជាមួយ description ដែលគេនិយាយអញ្ចឹងអានេះគឺជាកន្លែងនេះ offer ថាបើយើងទិញប៉ុន្មានគេឲ្យបញ្ចុះប៉ុន្មានអីប៉ុន្មានអញ្ចឹងយើងអាចមើលកន្លែងហ្នឹងមើល review
មើលហាងបានផ្កាយ4ជាងឡើងអស់បើ4ជាងឡើងអាហ្នឹងដែលអាចចាត់ទុកថាវាជាហាងមួយដែលល្អអញ្ចឹងបើខ្ញុំចាប់អារម្មណ៍ទាក់ទងមួយ case ហ្នឹងអូខេដាក់បេះដូងមួយអូខេបើខ្ញុំអត់តន់ចុច Buy Now ទេបើយើងចុច Buy Now យើងចុចភ្លាមយើងត្រូវ press ឥឡូវជិះចាប់អារម្មណ៍ហើយអាហ្នឹងទាក់ទងជាមួយថាខ្ញុំចាប់អារម្មណ៍ខ្ញុំចង់មើល product ដែលខ្ញុំបានពេញចិត្តរួចហើយអញ្ចឹងត្រូវទៅណាអ្នកគ្នាអាចចូលមកតាមខ្ញុំបានជាខាងក្រោមខាងស្ដាំដៃអ្នកគ្នាអាចនេះចុចកន្លែងរៀងខាងឆ្វេងដៃនេះអូខេឃើញទេអញ្ចឹងកន្លែងហ្នឹងគឺជាកន្លែងដូចយើង add to cart ចឹងវាអត់ទម្រង់វាខុសគ្នាជាមួយនឹង Taobao តិចអញ្ចឹងនេះយើងមុនហ្នឹងយើងបាន add បាជើងនេះ2នេះអានេះខេសតែមួយឯងយើងបាន add មកអានេះគឺកែវទឹកដែលខ្ញុំបាន add ខោអានេះអ្វីដែលខ្ញុំបាន add អញ្ចឹងមុននឹងយើងអាចបង់លុយបានគឺយើងទីមួយត្រូវមានអាស័យដ្ឋានអញ្ចឹងអ្នកគ្នាអាចប្រើប្រាស់ជាអាស័យដ្ឋានរបស់ឃ្លាំងចិនក្រុមហ៊ុនចិនមួយណាដែលគេទទួលដឹកពីចិនមកខ្មែរអាចសួរគេបញ្ជាក់ថាអូខេតើគេមានទទួលដឹកពីកម្មវិធីមានតតអត់ចូលតាក់ទងជាមួយ payment ការបង់ប្រាក់ហ្នឹងពីច្រើនពីមុនការបង់ប្រាក់របស់កម្មវិធីពីតតយើងនៅចិនគេច្រើនប្រើ WeChat Alipay តែយើងក៏អាចប្រើ Alipay ឬក៏យើងប្រើ credit card មួយទៀតអូខេតាក់ទងមួយ case មួយហ្នឹងអញ្ចឹងនេះយើងចូលមកវាយើងមើលទៅអញ្ចឹងអានេះពេលដែលយើង check out ពេលដែលយើងបង់លុយអញ្ចឹងដំបូងយើងត្រូវមានអាស័យដ្ឋានបន្ទាប់មកយើងរើស product អីរួចហើយ confirm តាក់ទងមួយទំនិញទាំងអស់ហ្នឹងហើយតាក់ទងជាមួយនឹងវិធីសាស្ត្របង់ប្រាក់យើងឃើញចឹងវិធីសាស្ត្របង់ប្រាក់យើងអាចបង់ជាមួយនឹង WeChat Alipay ឬក៏ payment មួយចំនួនដែលគេមានសម្រាប់តែនៅប្រទេសចិនយើងអាចប្រើជា Alipay ឬក៏ credit card debit card បានតោះយើង check out បង់ប្រាក់វាទៅចឹងអានេះគឺជារបៀបដែលអ្នកគ្នាប្រើប្រាស់ជាមួយនឹងកម្មវិធីពីនតតចឹងដោយសារវាមានលក្ខណៈផុសប្លែកគ្នាមួយចំនួនរវាងពីនតតជាមួយនឹង Taobao ចឹងដោយសារតែដូចជាកន្លែង add to cart ឬក៏កន្លែងផ្នែកខាងក្រោមចឹងចឹងអានេះគ្រាន់តែជាវីដេអូត្រួសៗបង្ហាញគ្នាពីប្រើប្រាស់កម្មវិធីឬក៏ស្វែងរកទំនិញផ្សេងៗនៅក្នុងកម្មវិធីពីនតតវិធីសាស្ត្រក្នុងការដែលយើងបង់ប្រាក់និងវិធីសាស្ត្រក្នុងការដែលយើងបញ្ជាទិញទំនិញផ្សេងៗនៅក្នុងកម្មវិធីពីនតតចឹងអរគុណអ្នកគ្នាសម្រាប់ការតាមដានទស្សនាអញ្ចឹងអ្នកគ្នាកុំភ្លេចរង់ចាំទស្សនាវីដេអូក្រោយៗផ្សេងទៀត